ប្រិមត្តទូទាំងសេកជនថ្លឹងគីឡូរួចរាល់ហើយគូនេះផ្លូវទៅផ្ទះមកផ្ទះជាមួយគ្នាឥឡូវនេះជិះម៉ូតូមិនដឹងថាជាមួយគ្នាអត់ទេទៅវាយនៅសង្វៀនប៉ោះលេខ5នៅថ្ងៃស្អែកវិស្រាគុណថងកីឡាករកំពុងតឡើងជើងស្របពេលតែដោយកីឡាករសុផាវិឆ័យក៏ជាកីឡាករមួយរូបដែលស៊ូដូចគ្នាគុណថងសុខសប្បាយខ្លួនសុខសប្បាយធម្មតាបាទមកលេខប៉ោះលេខ5លើកនេះជាលើកទីម៉ានហើយទី3ទី3ឯណាបាទពីរលើកកន្លងទៅលទ្ធផលបែបណាឈ្នះ2ឈ្នះទាំងពីរឈ្នះកីឡាករណាខ្លះខនបាត់ឈួនលីបាំងអូឈ្នះទាំងពីរហ្នឹងតែម្ដងបាទហើយមកលើកនេះសង្ឃឹមឈ្នះលើកទី3អត់ទេខំសង្ឃឹមចុះនេះសូត្រតែផ្លូវទៅផ្ទះមួយគ្នាបាទតែគ្នាអីអាផ្លូវទៅផ្ទះមួយគ្នាអញ្ចឹងវាយឲ្យស្លាប់អត់ទេអត់ទេណាបាទមុំដឹកគ្នាទៅវិញបាទខែ6អូប្រវត្តិប្រហែលប្រគួតទេសម្រាប់គុណថងបើសេរី2-10ហើយ2-10ដល់ហ្នឹងបាទ12ទាំងលើកនេះហើយបាទហើយលទ្ធផលឈ្នះច្រើនណាឈ្នះ10ចាញ់1ណោះបាទអញ្ចឹងយើងលេងអាចលេងទាំង kick តាំងពីគុណខ្មែររបស់យើងបានអូហើយកលក៏បានដែរហើយ kick ឈ្នះមេដាយអត់ទេមេដាយមាសអូយលយណាបាទអញ្ចឹងមកលើកនេះស្អែកនេះមានអ្វីដើម្បីបង្ហាញជូនបងប្អូនកាន់តែកក្រើកហើយដល់ល្អមើលណាតានីជូនមកណាបាទអរគុណឥឡូវមើលឆៃវិញខានជួបយូរហើយសុខសប្បាយឆៃសុខសប្បាយបាទអ្នកស្អាងស្រែបាទហើយគេនេះផ្លូវទៅផ្ទះយើងដែរបាទអញ្ចឹងអត់អីទេណាបាទត្រៀមខ្លួនហើយនៅហើយណាមកលេងបាល់លេខ5ដូចជាមិនសូវជាកាក់កបប្រមាណទេសម្រាប់យើងឆៃណាបាទហើយមាន fan មកគ្រប់គ្រងអត់ស្អែកនេះហ៎អត់នេះអីមានណាខ្ញុំឃើញមាន fan មកឆៃមកច្រើនណាបាទមិនធម្មតាទេហើយសង្ឃឹមមកវា100ដែរសម្រាប់ស្អែកទទួលបានជ័យជំនះ50ណាបាទអរគុណណាស់អញ្ចឹងប្រិមត្តទូទាំងសេចជនស្អែកចាំមើលថាតើវិស្រាគុណថងមកលេងបាល់លេខ5ជាលើកទី3បន្តកំណត់ត្រាឈ្នះទៀតឬមួយក៏សុផាវិឆ័យគេអាចធ្វើបានល្អនៅថ្ងៃស្អែកកុំភ្លេចចាប់ពីម៉ោង6ល្ងាចតទៅនៅឯសង្វៀនព្រៃកំពឹសម៉ាក់ស៊ីនតិចតើឥឡូវចាប់ដៃគ្នាមួយបាទចាប់ដៃគ្នាមួយស្អែកយើងជួបគ្នានៅកាមេរ៉ាខ្ញុំគឺកម្ពុជាហើយខ្ញុំគឺទឹកពិសាកម្ពុជា